ពុទ្ធិកខេមរៈបរិស័ទប្រជាជាតិកម្ពុជាយើងចង់ដឹងចង់យល់អំពីប្រវេណីនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិធៀបពិតទៅញោមណការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំនេះវាមិនមែនមានតែប្រទេសកម្ពុជាយើងទេមិនមែនមានតែខ្មែរយើងទេដែលប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំនេះនិយាយរួមប្រទេសណាក៏មានពិធីបុណ្យឆ្លងឆ្នាំក្នុងមួយឆ្នាំម្ដងដែរបងគឺគ្រប់ជាតិសាសន៍តែងប្រារព្ធកម្មវិធីឆ្លងឆ្នាំឬយើងហៅថាពិធីបុណ្យចូលឆ្នាំថ្មីហ្នឹងគឺមួយឆ្នាំម្ដងគ្រប់ជាតិសាសន៍បងដោយឡែកប្លែកអីតែកម្ពុជាយើងគឺប្រារព្ធកម្មវិធីចូលឆ្នាំរហូតដល់ទៅ3ដងក្នុងមួយឆ្នាំមកមិនទាន់បញ្ជាក់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិទេញោមហ្នឹងហើយនិយាយពុបហេតុខាងដើមតិចសិនរួចឲ្យអាត្មានឹងបញ្ជាក់លម្អិតអំពីពិធីបុណ្យចូលឆ្នាំវាកើតពីពេលណាមកហេតុអីបានដូនតាយើងប្រារព្ធកម្មវិធីបុណ្យហ្នឹងវាមានអត្ថប្រយោជន៍អីហើយយើងអ្នកប្រារព្ធកម្មវិធីហ្នឹងត្រូវរៀបចំអីខ្លះធ្វើម៉េចយើងប្រារព្ធកម្មវិធីហ្នឹងទៅវាចំណេញទាំងប្រយោជន៍ប្រវេណីវប្បធម៌ជាតិយើងហើយវាចំណេញទាំងប្រយោជន៍សម្រាប់គ្រួសារបងប្អូនកូនចៅសង្គមជាតិយើងផងហើយធ្វើទៅវាត្រូវតាមគោលបំណងរបស់ដូនតាយើងផងនេះយើងធ្វើរបៀបម៉េចដើម្បីឲ្យត្រូវតាមគោលបំណងដូនតាយើងបព្វបុរសយើងមិនសល់កម្មវិធីនឹងទុកឲ្យយើងព្រោះកម្មវិធីចូលឆ្នាំនេះញាតិញោមត្រូវដឹងថាបងប្អូនជនរួមជាតិត្រូវដឹងថាមិនមែនទើបតែកើតទេគ្រាន់តែថាពិធីបុណ្យនេះវាមិនមែនជាបុណ្យចំក្នុងពុទ្ធសាសនាដែលព្រះអង្គសម្ដែងទុកក្នុង3ដកទេញាតិញោមមិនបាច់ទៅមើលក្នុង3ដកថាពិធីបុណ្យចូលឆ្នាំមាននៅក្នុង3ដកទេព្រោះជាប្រវេណីជាតិរបស់យើងសុទ្ធសាធវាមិនមែនជាពុទ្ធវចនៈដែលព្រះអង្គសម្ដែងហើយប្រកាសនិយមថាត្រូវតែប្រារព្ធកម្មវិធីបុណ្យនឹងទេហើយពុទ្ធបរិស័ទដែលជាអ្នកកាន់ពុទ្ធសាសនាសម័យដើមគេប្រារព្ធកម្មវិធីចូលឆ្នាំរបៀបម៉េចទទួលទេវតារបៀបម៉េចហើយពុកព្រាហ្មណ៍និយមពុកកាន់សាសនាព្រាហ្មណ៍គេប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំម៉េចគេទទួលទេវតាយ៉ាងម៉េចលោកគ្រូនឹងបញ្ជាក់បន្តិចទៀតបាទនឹងបញ្ជាក់លម្អិតអំពីកិច្ចអស់ហ្នឹងព្រោះបុព្វបុរសយើងមិនមែនទទួលទេវតាដូចគ្នាញោមត្រូវដឹងជាពិសេសគឺសម័យអង្គរពុទ្ធសាសនារីកចម្រើនដោយពិតប៉ុន្តែនៅតែមានអ្នកកាន់សាសនាព្រាហ្មណ៍ដោយច្រើនអញ្ចឹងប្របាទជ័យវរ្ម័នទី7ក្តីព្រះនាងឥន្ទ្រទេវីក្តីលោកឆ្លៀសណានិយាយត្រឹមសម័យអង្គរចុះយើងមិនបាច់និយាយមុនសម័យអង្គរទេលោកអត់បិទសិទ្ធទេអ្នកកាន់ពុទ្ធសាសនារៀបចំទទួលទេវតាតាមបែបពុទ្ធសាសនាទៅអ្នកកាន់ព្រាហ្មណ៍និយមរៀបចំទទួលតាមលំបែបលក្ខណៈអ្នកកាន់សាសនាព្រាហ្មណ៍និយមទៅប៉ុន្តែលោកមានវិធីមួយគឺមិនបញ្ចូលគ្នាឲ្យពុទ្ធនិយមក៏ត្រូវព្រាហ្មណ៍និយមក៏ត្រូវនេះវាមានអាប្រពទទួលទេវតាបែបព្រាហ្មណ៍និយមលាយជាមួយពុទ្ធនិយមនិងអ្នកខ្លះគេប្រកាន់ពុទ្ធនិយមចំគេទទួលតាមបែបពុទ្ធនិយមចំទៅហ្នឹងហើយតិចទៀតលោកគ្រូនៅបញ្ជាក់មកនៅបញ្ជាក់ពីរឿងកិច្ចអស់ហ្នឹងគ្រាន់ចង់បញ្ជាក់ថាពីខាងដើមពុបហេតុខាងដើមបន្តិចទាញអារម្មណ៍បន្តិចថាពិធីបុណ្យឆ្លងឆ្នាំថ្មីឬចូលឆ្នាំថ្មីប្រវេណីជាតិមួយហ្នឹងគឺគេមានដូចយើងអញ្ចឹងគឺគ្រប់ជាតិសាសន៍ហ្នឹងគឺមានកម្មវិធីបុណ្យចូលឆ្នាំដូចយើងអញ្ចឹងដែរគ្រាន់តែថាខុសគឺខុសថ្ងៃខែពេលវេលាក្នុងការប្រារព្ធធ្វើហើយនឹងខុសទំនៀមទម្លាប់ប្រវេណីនៃការគោរពបែបបទរបស់គេមានលក្ខណៈផ្សេងដោយចូលឆ្នាំនៅអាគាំងនេះគេធ្វើតែមួយថ្ងៃទេគេអត់ប្រារព្ធ3ថ្ងៃដូចយើងទេណាឃើញទេវាខុសពេលវេលាខុសថ្ងៃខែក្នុងការប្រារព្ធណាមុនសម័យអង្គរយើងប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំយកតាមដំណើរចន្ទគតិតាមវិធីរបស់ព្រះច័ន្ទគឺយើងចូលខែមករាជាខែទី1ហើយដល់ក្រោយមកសម័យអង្គរនេះយើងយកតាមដំណើរសូរ្យគតិវិញគឺយកតាមវិធីរបស់ព្រះអាទិត្យវិញដំណើររបស់ព្រះអាទិត្យវិញយើងកំណត់យកខែចែកជាខែទី5ហើយត្រូវនៅខែសកលគឺថ្ងៃទី13ជួនលោតទៅថ្ងៃទី14ដែលលើកថ្ងៃឬបថើយថ្ងៃហ្នឹងមានន័យថាថ្ងៃដែលយើងត្រូវប្រារព្ធឆ្នាំនេះវាជន់ជាមួយឆ្នាំទៅអញ្ចឹងគេលើកថ្ងៃឬបថើយថ្ងៃអញ្ចឹងយើងកំណត់តាមសូរ្យគតិយើងមកចូលខែចែកវិញដោយខែសកលត្រូវនៅថ្ងៃទី13ឬ14ខែមេសាហ្នឹងឯងហើយពិធីបុណ្យនេះវាមានតាំងពីបុរាណមកនឹងក្នុងសិលាចារឹកក៏មានពាក្យសង្ក្រាននឹងដែរប៉ុន្តែពាក្យសង្ក្រាននេះគឺជាភាសាសំស្ក្រឹតទេសង្ក្រានតិនេះគឺមកពីប្រទេសឥណ្ឌាទេពាក្យហ្នឹងឥណ្ឌាគេប្រើមុនយើងទៅទៀតយើងឆ្លងតាមវប្បធម៌ឥណ្ឌាទេដែលពាក្យសង្ក្រានយើងយកមកហ្នឹងប៉ុន្តែដូនតាយើងប្រើតាំងពីបុរាណមកហើយយើងមានចារនៅសិលាចារឹកក៏មានពាក្យហ្នឹងនៅក្នុងវចនានុក្រមខ្មែរយើងក៏មានប៉ុន្តែគ្រាន់ញាតិញោមដឹងថាពាក្យហ្នឹងសង្ក្រានតិហ្នឹងគឺមកពីភាសាសំស្ក្រឹតគឺមកពីវប្បធម៌របស់ឥណ្ឌាដែលគេប្រើពាក្យសង្ក្រានហ្នឹងមុនយើងទៅទៀតនេះញាតិញោមត្រូវដឹងកន្លែងហ្នឹងតិចដែរវាមិនមែនពាក្យសង្ក្រានហ្នឹងយើងប្រើជារបស់យើងជាកម្មសិទ្ធិផ្ដាច់មុខរបស់យើងទេញាតិញោមណាហើយពិធីបុណ្យចូលឆ្នាំនេះវាមានវ័យចំណាស់ណាស់ញោមតាំងពីសតវត្សទី7ម្លេះ
នៃពុទ្ធសករាជ1181នៃគ្រិស្តសករាជ637ដូចជានៅក្នុងវចនានុក្រមខ្មែរយើងភាគ1វចនានុក្រមមុនញាតិញោមវចនានុក្រមឆ្នាំ1960ជាងវចនានុក្រមភាគ1នឹងមានបច្ចៈមានបច្ចៈដែរវចនានុក្រមខ្មែរយើងភាគ1ដូចជាទំព័រ152ទំព័រ152ភាគ1វចនានុក្រមភាគ1ទំព័រ152មានបច្ចៈក្នុងកិច្ចនៃពិធីបុណ្យចូលឆ្នាំនឹងពាក្យសង្ក្រាននេះក៏មានបច្ចៈនៅក្នុងនោះដែរឥឡូវយើងមិនបាច់និយាយរឿងពាក្យសង្ក្រានហ្នឹងទេមកចង់បច្ចៈថាពិធីបុណ្យចូលឆ្នាំហ្នឹងគឺទី1ញាតិញោមត្រូវចាំថាពិធីបុណ្យចូលឆ្នាំហ្នឹងគឺមិនមែនប្រពៃតែខ្មែរយើងទេគឺទូទាំងសកលប្រទេសណាក៏មានចូលឆ្នាំឆ្លងឆ្នាំថ្មីដែរគ្រាន់តែថាចម្លែកពីគេគឺគេមួយឆ្នាំគេចូលឆ្នាំតែម្ដងឆ្លងឆ្នាំតែម្ដងទេតែខ្មែរយើងចូលឆ្នាំ3ដងញាតិញោមរាប់មើលបើ3ទី1គឺចូលឆ្នាំសកលពេលគេឆ្លងឆ្នាំថ្មីសកលទូទាំងពិភពលោកគ្រប់ប្រទេសហ្នឹងយើងឆ្លងគេដែរហ្នឹងហើយគេចូលឆ្នាំសកលតែម្ដងហើយដូចអាកាំងនេះចូលឆ្នាំសកលតែម្ដងហើយប្រទេសផ្សេងចូលតែម្ដងហ្នឹងហើយហើយយើងពេលគេចូលយើងចូលគេដែរយើងឆ្លងគេដែរឆ្លងឆ្នាំសកលយើងឆ្លងគេដែរមួយដល់ពេលចូលឆ្នាំចិនឯងខ្មែរនេះក៏ចូលឆ្នាំចិនគេដែរម្ដងទៀតឥឡូវនេះចិត្តដល់ថ្ងៃចូលឆ្នាំខ្មែរយើងមិនត្រូវចូលឆ្នាំខ្មែរម្ដងទៀតអញ្ចឹងប្លែកគេតែយើងទេមួយឆ្នាំយើងចូល3ដងតែអាត្មាវិភាគមើលទៅមុខតិចទៀតបែបចូល4ដងហើយចូលតាមបងប្អូនយើងម្ដងទៀត4ដងណានិយាយលេងទេញោមសង្ស័យតិចទៀតទៅវាចូល4ដងក៏មិនដឹងដែរណាបើឥឡូវថ្ងៃនេះ3ដងហ្នឹងហើយចូលឆ្នាំសកលម្ដងចូលឆ្នាំចិនម្ដងឥឡូវនេះចូលឆ្នាំខ្មែរម្ដងប្លែកគេតែយើងនេះមួយឆ្នាំយើងចូលឆ្នាំ3ដងប៉ុន្តែប្រទេសលើពិភពលោកនេះគឺគេចូលឆ្នាំតែម្ដងទេមកប្រទេសប៉ុន្តែត្រូវដឹងថាពិធីបុណ្យចូលឆ្នាំនេះគឺវាមានគ្រប់ប្រទេសគ្រាន់តែខុសតាមប្រវេណីទំនៀមទម្លាប់របៀបរបបនៃការប្រារព្ធធ្វើនៅពេលវេលាតែប៉ុណ្ណោះនឹងខុសគ្នាអញ្ចឹងប៉ុន្តែការប្រារព្ធការឆ្លងឆ្នាំគឺមានដូចគ្នាថ្ងៃទី1ដែលជាថ្ងៃមហាសង្ក្រាន្តឬយើងហៅថាថ្ងៃចូលឆ្នាំហ្នឹងមុនថ្ងៃហ្នឹងចូលមកដល់គឺដូនតាយើងគេរៀបចំផ្ទះគេបោសសម្អាតផ្ទះគេកើបអាចមន់កើបអាចគោគេរៀបចំបោកបត់បែនខោអាវរៀបចំទុកដាក់ផ្ទះសម្បែងកាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះស្បុកស្មាតនឹងឲ្យស្អាតនិយាយរួមរៀបចំទាំងក្រៅផ្ទះទាំងក្នុងផ្ទះឲ្យមានរបៀបរៀបរយចំណន់ដើមយើងសម្បូរផ្កាច័ន្ទយល់សម្បកផ្កាច័ន្ទហើយនឹងផ្កាច័ន្ទជាពិសេសគឺផ្កាច័ន្ទគេយកមករៀបចំបុកវាទៅលាយជាមួយទឹកជាមួយអីទៅយកមកលាយដាក់អប់នៅនឹងផ្ដិលដាក់អប់នៅនឹងពាងឲ្យមានក្លិនក្រអូបប្រហើរគ្រប់កន្លែងទាំងអស់ហើយចំណន់ដើមយើងមានពាងតូចមួយនៅកម្មចដើមមុនយើងឡើងផ្ទះហ្នឹងគឺដូនតាយើងតែងទម្លាប់តែរៀបឡើងផ្ទះគឺយើងលាងជើងហ្នឹងបងព្រោះចំណន់ដើមយើងដើរដោយជើងទទេណាអញ្ចឹងមុនឡើងផ្ទះសម្រាប់ហ្នឹងគេលាងជើងអញ្ចឹងគេមានពាងតូចសងខាងផ្ទះហើយគេអប់ដោយផ្កាច័ន្ទគេបុកលាយអប់ដោយផ្កាច័ន្ទទៅក្នុងផ្ទះក្រោមផ្ទះឲ្យតែមានផ្ដិលទឹកមានអីជាពិសេសគឺផ្ដិលទឹកហ្នឹងឲ្យមានក្លិនក្រអូបនៅក្នុងផ្ទះក្រៅផ្ទះហ្នឹងគឺរៀបចំផ្ទះសម្បែងហ្នឹងឲ្យស្អាតកន្លែងហ្នឹងញាតិញោមគាត់បីយល់អំពីគោលបំណងដូនតាយើងសិនហេតុអីបានមុនពិធីបុណ្យចូលឆ្នាំគាត់តែងផ្ដាំយើងឲ្យរៀបចំផ្ទះគោលបំណងរបស់គាត់ចង់បញ្ជាក់ថាសេចក្តីសុខសេរីសួស្តីមិនមែនមានមកពីណាទេគឺមានមកពីយើងគ្រប់គ្នាពេលដែលយើងរៀបចំផ្ទះសម្បែងបានស្អាតពេលដែលយើងធ្វើផ្ទះយើងឲ្យល្អមានក្លិនក្រអូបទៅគឺវាអារម្មណ៍នឹងវាស្រស់ថ្លាវាមានសេរីសួស្តីហើយការរៀបចំផ្ទះនេះគាត់ធ្វើថ្ងៃចូលឆ្នាំនឹងជាតំណាងឲ្យយើងឃើញថាយើងមានអារម្មណ៍ស្រឡះមកដល់ផ្ទះមានអារម្មណ៍ល្អយ៉ាងណាគាត់ចង់បង្ហាញថាសេចក្តីសុខគឺវាកើតនៅលើខ្លួនយើងរៀបចំចាត់ចែងទុកដាក់ទាំងផ្ទះសម្បែងទាំងខ្លួនប្រាណទាំងអរិយាបថអ្វីគ្រប់យ៉ាងហ្នឹងគឺវានៅនឹងខ្លួនយើងអញ្ចឹងការរៀបចំផ្ទះគាត់ធ្វើមួយថ្ងៃនឹងតំណាងឲ្យយើងឃើញប៉ុន្តែមិនមែនរៀបតែមួយថ្ងៃទេគឺត្រូវរៀបរៀងរាល់ថ្ងៃតែម្ដងតែខ្មែរយើងទៅជាប្រកាន់តែចាំចិត្តដល់ថ្ងៃចូលឆ្នាំបានត្រូវរៀបចំផ្ទះសម្បែងឲ្យស្អាតមិនមែនអញ្ចឹងទេគោលបំណងគាត់រៀបឲ្យយើងធ្វើបង្ហាញថាពេលដែលយើងមកជួបជុំគ្នាថ្ងៃមុនចូលឆ្នាំពេលដែលគាត់រៀបចំផ្ទះស្អាតតើយើងមានអារម្មណ៍ម៉េចហើយបើយើងរៀបចំផ្ទះមិនស្អាតស្មុគស្មាញអ៊ូអាប់ទៅគេមកគេមានអារម្មណ៍ម៉េចអញ្ចឹងការរស់នៅត្រូវតែស្អាតជានិច្ចត្រូវតែសម្អាតជានិច្ចមិនមែនសម្អាតតែមុនថ្ងៃចូលឆ្នាំទេតែថ្ងៃហ្នឹងគាត់ធ្វើឲ្យយើងឃើញថាកាលណាយើងរៀបចំផ្ទះបានស្អាតអារម្មណ៍យើងក៏ស្រស់ថ្លាសេរីក៏វាមកតាមហ្នឹងដែរហើយគាត់ក៏បង្កើតពាក្យមួយដើម្បីអប់រំក្មេងបើកាលណាយើងមិនរៀបចំផ្ទះឲ្យស្អាតទេទេវតាមិនចូលផ្ទះយើងទេមិនចូលគេហដ្ឋានយើងទេមិនឲ្យពរយើងទេខ្ញុំឃើញទេពាក្យហ្នឹងមានប្រើមកតរហូតថាកាលណាយើងមិនរៀបចំផ្ទះបានស្អាតគាត់បង្កើតពាក្យមួយថាទេវតាមិនចូលផ្ទះយើងទេមិនឲ្យពរយើងទេគាត់បង្កើតពាក្យហ្នឹងដើម្បីអីទៀត
ដើម្បីចង់ឲ្យយើងសម្អាតរៀងរាល់ថ្ងៃតែយើងមិនយល់យើងទៅសម្អាតតែមុនថ្ងៃចូលឆ្នាំរកវិធីនិងសិលសាស្ត្រក្នុងការកំឡាយើងបញ្ជាក់ប្រាប់យើងថាបើមិនសម្អាតទេទេវតាអត់មកផ្ទះយើងទេអត់មកឲ្យពោអត់មកឲ្យសេរីសួស្តីទេតែធៀបពិតសេរីសួស្តីមិនមែនទេវតាគេមកឲ្យពោយើងតលផ្ទះយើងចាក់ស្អាតទេរុក្ខទេវតាក្តីអាកាសទេវតាបៃភូមិទេវតាក្តីគឺគេកត់សម្គាល់លើបុគ្គលដែលបានប្រព្រឹត្តល្អដោយកាយទ្វាវិច័យទ្វាមโนទ្វាមិនមែនល្អនៅនឹងយើងរៀបចំផ្ទះស្អាតហើយយើងដើរជេរបចោគេទេវតាណាគេមកឲ្យពោយើងណាគឺសំខាន់នៅលើខ្លួនយើងអ្នកប្រព្រឹត្តហើយយើងធ្វើអីគេដឹងទាំងអស់ហ្នឹងកិច្ចទី1ដែលយើងត្រូវយល់ថាមុនថ្ងៃចូលឆ្នាំមកដល់គឺដូនតាយើងរៀបចំផ្ទះសម្បែងគឺចង់បញ្ជាក់ប្រាប់យើងថាសេរីសួស្តីនៅពេលដែលយើងរៀបចំផ្ទះបានស្អាតបាតគឺសេរីវាមកឯងហើយមិនមែនរៀបចំតែថ្ងៃមុនចូលឆ្នាំទេគឺយើងត្រូវរៀបចំគ្រប់ពេលគ្រប់វេលានៃការរស់នៅប្រចាំថ្ងៃបញ្ជាក់កាត់សេចក្តីនៃរូតមកដល់ពេលថ្ងៃចូលឆ្នាំមកដល់ដែលយើងហៅថាថ្ងៃមហាសង្ក្រាន្តឬថ្ងៃចូលឆ្នាំថ្ងៃទី1នឹងឯងទេវតាចុះម៉ោងណាពេលណាអញ្ចឹងគេរៀបចំផ្ទះស្អាតបាតហើយឥឡូវឧទាហរណ៍ថាទេវតាចុះម៉ោង10យប់ឥឡូវយើងថាម៉ោង8ព្រឹកឬម៉ោង9ព្រឹកចុះទេវតាចុះម៉ោង8ព្រឹកចុះនិយាយម៉ោង8ព្រឹកចុះអញ្ចឹងបើទេវតាចុះម៉ោង8ព្រឹកម៉ោង6គឺត្រូវភ្ញាក់ហើយអញ្ចឹងគាត់ត្រូវក្រោកហើយដាក់កូនចៅគាត់ក្រោកទាំងអស់គ្នាក្រោកធ្វើអីអានេះត្រូវបែងចែកទេញោមដូនតាយើងតាមបែបពុទ្ធនិយមគេទទួលទេវតារបៀបម៉េចអញ្ចឹងអ្នកកាន់ពុទ្ធនិយមចំដូនតាយើងគឺគាត់ងូតទឹករៀបចំខ្លួនបានស្អាតបាតហើយគាត់ស្លៀកពាក់សក្នុងថ្ងៃទទួលទេវតាគឺគាត់ស្លៀកពាក់សគាត់ស្លៀកពាក់សស្អាតទាំងប្តីទាំងប្រពន្ធទាំងកូនគាត់អញ្ចឹងទៅមកផ្ទះគ្រួសារគាត់ហ្នឹងគាត់ស្លៀកពាក់សងូតទឹកសិតសក់រៀបចំខ្លួនស្អាតបាតហើយគាត់មកអង្គុយមុខទីសក្ការៈហ្នឹងហើយអាត្មាផ្លេចបញ្ជាក់រឿងដងវាយនៃការរៀបចំទទួលទេវតារបស់ដូនតាយើងដងវាយដែលយើងរៀបតាមបែបពុទ្ធនិយមគឺគេមានតែទៀន5ធូប5គឺគ្រឿងសក្ការៈនឹងឯងយើងហៅថាទៀន5ធូប5នឹងគឺគ្រឿងសក្ការៈបូជានឹងតាមបែបពុទ្ធនិយមណាទឹកស2កែវមកហ្នឹងតែចំណន់ដើមគាត់ប្រើអាផ្តិលតូចណាទឹកយើងធម្មតាហ្នឹងណាញាតិញោមទឹកយើងធម្មតាហ្នឹងទឹកសហ្នឹងមិនមែនស្រាសទេគឺទឹកស2កែវហ្នឹងសងខាងឥឡូវយើងនិយាយកែវចំណន់ដើមវាមិនតាន់មានកែវទេបាទសម័យនេះយើងនិយាយកែវចុះទឹកសងខាង2កែវមកហើយគាត់រៀបចំពុទ្ធរូបដាក់ខាងក្រោយគ្រឿងសក្ការៈដាក់ពីមុខមានរូបពុទ្ធហ្នឹងតាមបែបពុទ្ធនិយមអ្នកកាន់អ្នកពុទ្ធនិយមដែលទទួលទេវតាទីទៀតលោកគ្រូនិយាយពីព្រាហ្មណ៍និយមម្ដងគឺគាត់រៀបអញ្ចឹងពុទ្ធរូបមួយអង្គមកហើយគាត់ដាក់គ្រឿងសក្ការៈទៀន5ធូប5ហ្នឹងនៅពីមុខមកហើយបន្ទាប់មកគាត់រៀបទឹកសពីផ្តិលសងខាងស្វែងស្ដាំមកហើយគាត់មានផ្លែឈើចំណន់ដើមមានផ្លែនេះផ្លែនោះគាត់ចេះតែបេះចេះតែរមមកដាក់តាមអធិស្ឋានរបស់គាត់អញ្ចឹងទៅគាត់មានអីក៏ដាក់ហ្នឹងទៅហ្នឹងលើកលែងតែរបស់មិនគប្បីដូចជាជីវិតសត្វហ្នឹងដូចជាឈាមដូចជាលោហិតអីមិនដែលមានទេសម័យបុព្វកាលមិនដែលមានអ្នកណាយកលោហិតមកថ្វាយទេវតាទេយើងតែសម័យក្រោយនេះទេវាចម្លែកទៅរហូតដល់ឥឡូវនេះឮតែឆ្នាំនឹងមានងៀតកបីងៀតគោឯណាពេញទឹកពេញដីសាច់ទ្រាយឯណាលោកគ្រូមិនបញ្ជាក់រឿងហ្នឹងទេព្រោះវាហួសហេតុពេកណាស់ហើយគ្រាន់លោកគ្រូចង់បញ្ជាក់សរុបដោយខ្លីមកចង់បញ្ជាក់សរុបដោយខ្លីថាដូនតាយើងគឺគាត់រៀបអញ្ចឹងតាមបែបពុទ្ធនិយមគាត់ដាក់តែពុទ្ធមួយអង្គមកគ្រឿងទៀន5ធូប5នៅវិមុខពុទ្ធនឹងមកជាទីសក្ការៈហើយគាត់ដាក់ទឹកស2កែវផ្លែឈើអីបន្តិចនំនែកអីគាត់ដាក់នំបត់នំអីចឹងទៅគាត់ធ្វើតាមអធិស្ឋានរបស់គាត់ចឹងទៅហើយមូលហេតុអីបានគេដាក់ផ្លែឈើដាក់នំនែកសម័យក្រោយនេះនិយាយថាដាក់នំនេះនំនោះដាក់របស់សែនរឿងនេះរឿងនោះហ្នឹងដូនតាយើងសម័យក្រោយអង្គរនេះគាត់គិតពិចារណាថាកុំឲ្យកូនខ្លួនឯងវាដើរចំហមផ្ទះគេមានផ្លែឈើគេមាននំទៅអាកូនតូចដូចថ្មអីកាលនៅមិញឃ្លានណាញោមផ្ទះខ្លួនឯងក្រនោះម៉ែគាត់សែនទទួលទេវតាមានស្អីមានអាទៀន5ទូក5ហើយរូបពុទ្ធមួយស្លឹកមកមួយអង្គមកដាក់មួយអង្គទៅហើយទៀន5ទូក5នេះក៏ដាក់ទឹកសចោល2កែវនឹងឯងហ្នឹងគាត់អត់មាននំនែកឲ្យដាក់ដូចគេទេព្រោះគ្រួសារយើងវាក្រណាញោមដល់អញ្ចឹងអាត្មានឹងឃ្លានណានៅក្មេងនឹងឃើញផ្ទះគេមាននំមានអីគេសែនទទួលទេវតាមានផ្លែស្វាយមានផ្លែចេកអីហ្នឹងគេដាក់ពោពាសទៅនឹងចិត្តខាងហ្នឹងគេមានផ្លែឈើមានអីហ្នឹងតាំងទៅចំហមទៅឈរលេងជាមួយកូនគេញ៉េះញោះក្បែរគេហ្នឹងក្រៅលោកគេឲ្យនំមួយអញ្ចឹងណាអញ្ចឹងទៅមែនតែនទៅគឺដូនតាយើងគាត់ដាក់ផ្លែឈើដាក់នំនែកដាក់នេះដាក់នោះហ្នឹងដើម្បីឲ្យកូនគាត់ពិសាក្រោយពេលទទួលទេវតាចប់ទេកុំឲ្យកូនវាដើរទៅចំហមផ្ទះគេទេធៀបពិតទៅនោះហើយមួយទៀតដាក់ដើម្បីលំអល្អមើលប៉ុណ្ណឹងទេព្រោះអីបានមកបញ្ជាក់ថាអញ្ចឹងព្រោះញោមត្រូវដឹងថាការសែនទេវតានេះដាក់ស្អីក៏ដោយក្នុងគោលបំណងតែមួយគត់គឺដើម្បីការគោរពគុណចាំចឹងដងវាយព្រះក្តីសែនដូនតាក្តីទទួលទេវតាក្តី
ក្នុងគោលបំណងតែមួយគឺកិច្ចគោរពគុណម៉ែឲ្យយើងក៏អត់មកទទួលហូបអាហ្នឹងប្រពុតក៏អត់មកទទួលផាត់អាហ្នឹងទេវតាក៏អត់ចុះមកទទួលសោយរបស់អស់ហ្នឹងដែរគឺគោលបំណងរបស់យើងដាក់ហ្នឹងតែមួយគត់គឺការគោរពគុណចឹងការគោរពគុណមិនបាច់ដាក់ស្អីក៏បានយើងគ្រាន់តែនឹកផ្សាយសេចក្តីល្អឲ្យគេទៅគេឲ្យសេចក្តីល្អយើងឲ្យសេចក្តីល្អគេដែលរុក្ខទេវតាអាកាសទេវតាភូមិទេវតាគេថែរក្សាយើងមួយឆ្នាំពេញហ្នឹងគេផ្ដល់សេចក្តីសុខឲ្យយើងផ្សាយមេត្តានិងផ្ដល់សេចក្តីសុខឲ្យគេគ្មានស្អីជាងធម៌ផ្សាយមេត្តាហ្នឹងទេចម្រើនសេចក្តីល្អឲ្យគេហ្នឹងទេចឹងការគោរពគុណមិនបាច់ដាក់ស្អីក៏បានដែរក៏ជាការគោរពគុណដែរចឹងបាទអាត្មានិយាយមិញថាដូនតាយើងគាត់ចេះតែច្នៃទៅគោលបំណងគាត់ធ្វើគឺគាត់ដឹងច្បាស់ណាស់គាត់មិនវង្វេងដូចពួកយើងសម័យនេះទេគាត់ធ្វើអីមានហេតុមានផលប្រកបនៃអប់រំជ្រៅជ្រះនៅក្នុងពិធីមួយរបស់គាត់ដែលគាត់ធ្វើនឹងយើងសម័យក្រោយមិនយល់ពីបេះដូងរបស់គាត់មិនយល់ពីគោលបំណងរបស់គាត់ជួនកាលទៅថាពិធីរបស់គាត់ធ្វើនឹងទៅជាឈួតលាខាតប្រយោជន៍ចេះមួយចុះពីរដោយពិធីបោះបាយបិណ្ឌអញ្ចឹងហ្នឹងហើយយើងអត់យល់យើងទៅថាគាត់ឈួតតាមពិតពិធីគាត់ធ្វើមួយមានតម្លៃមានខ្លឹមសារអញ្ចឹងឥឡូវយើងបញ្ជាក់ដោយខ្លីមកថាសំណែនសែនចំពោះលោកអ្នកមានគុណមានមេត្តាបីក្តាក្តីដង្វាយថ្វាយទេវតាក្តីដង្វាយថ្វាយព្រះសម្មាសម្ពុទ្ធក្តីក្នុងគោលបំណងតែមួយគឺដើម្បីគោរពគុណទេវតាក៏អត់មកទទួលព្រះពុទ្ធក៏អត់មកទទួលម៉ែឲ្យយើងក៏អត់មកទទួលរបស់អស់នឹងដែរគឺយើងដាក់ក្នុងកិច្ចគោរពគុណតែមួយគត់អញ្ចឹងការគោរពគុណយើងមិនបាច់ដាក់ស្អីក៏បានដែរគ្រាន់តែនឹកក្នុងចិត្តនឹកសេចក្តីល្អរបស់លោកអ្នកមានគុណបើព្រះពុទ្ធនឹកដល់បញ្ញាគុណករណាគុណវិសុទ្ធគុណនឹងបើពពួកទេវៈយើងនឹកដល់សេចក្តីល្អដែលគេមើលការខុសត្រូវយើងចាប់ទុកថាគេមានគុណលើយើងមួយដែរដែលយើងត្រូវផ្សាយសេចក្តីល្អនៅក្នុងពលី5ញាតពលីអតិថិពលីទេវៈពលីរាជពលីបពេតពលីអញ្ចឹងវាមានទេវៈពលីនៅក្នុងនឹងមួយព្រះអង្គសម្ដែងទេវៈពលីនោះគឺយើងផ្សាយសេចក្តីល្អដល់ពពួកទេវៈនឹងឯងអញ្ចឹងយើងត្រូវចម្រើនសេចក្តីល្អឲ្យគេអញ្ចឹងដង្វាយដែលយើងដាក់នឹងគេអត់មានមកទទួលទេញាតញោមកុំឆ្វេងឆ្វាចណាដូចឆ្នាំណានោះសណ្ដែកខៀវ1គីឡូប្រមាណ 20000 ក៏ទិញដែរ25000ក៏ទិញដែរអាចេកធ្លាប់តែមួយឆ្និត2500មួយឆ្និតឡើង15000ចេកណាំវ៉ាក៏ទិញដែរអាចេកមួយឆ្និតធ្លាប់តែ2500ឡើង12500ក៏ទិញដែរយកមកដាក់ថ្វាយទេវតាដើម្បីសុំសិរីសួស្តីកុំឆ្លេឆ្លាអញ្ចឹងញាតិញោមអ្វីដែលអាត្មាចង់និយាយសំខាន់រឿងហ្នឹងកុំឆ្លេឆ្លាទៅទិញរបស់ហ្នឹងឲ្យបានដូចតាមហោរាគេទាយគេថាស្អីក៏ដោយសោយចេកក៏ដោយសោយឈាមក៏ដោយសោយលហិតក៏ដោយសោយផ្លែល្វាក៏ដោយសោយរបស់ស្អីក៏ដោយកុំឆ្លេឆ្លាទៅទិញរបស់ហ្នឹងដូនតាយើងគេមិនដែលកំណត់ទេដូចអាត្មានិយាយមិញអញ្ចឹងបើអ្នកកាន់ពុទ្ធសាសនាពុទ្ធសាសនាចំគេដាក់តែរូបពុទ្ធមួយស្ទៀន5ធូប5គឺគ្រឿងសក្ការៈទឹកស2កែវហើយផ្លែឈើនំនែកតាមអ្វីដែលគាត់មានក៏ដាក់ទៅតែប៉ុណ្្នឹងទេអត់មានអីទេព្រោះគាត់ដឹងថាដាក់គ្រាន់តែជាកិច្ចគោរពគុណទេវតាអត់មានមកទទួលរបស់អស់ហ្នឹងតាមផ្ទះយើងទេហើយចុះបើទេវតាចេះតែមកទទួលគ្រប់តែផ្ទះអញ្ចឹងស្រុកខ្មែរយើងប្រមាណលានផ្ទះញោម5 10លានអ្នកហើយក្រោយចូលគ្រប់តែផ្ទះនេះឈួតទេវតាងាប់បាត់ហើយមកចូលគ្រប់ហ្នឹងណាអញ្ចឹងយើងរៀនពិចារណាតិចទៅហើយត្រូវដឹងមួយទៀតថាទេវតាគេសោយសម្បត្តិទឹកទាំង10ក្លិនកតិបអភរណៈទឹកការពលត្រូវកតិបអ្វីគ្រប់យ៉ាងគឺគេសោយបៃតិទាំងអស់បើនិយាយពីការសោយអាហារគឺគេសោយបៃតិអាស័យក៏គេសោយបៃតិដែរគេរស់ដោយបៃតិគេអត់មករស់ជាមួយសាច់ញាតិក្រហ្នឹងទេគេអត់មករស់ជាមួយញាតិគោនឹងទេគេអត់មានមកសោយជាមួយញាតិគោញាតិកបីអីហ្នឹងទេហ្នឹងគេសោយបៃតិគ្រាន់តែនឹកចែកប៉ិននិយាយអញ្ចឹងវាហួសវិស័យយើងគ្រប់គ្នាដែលយើងយល់ពីព្រោះយើងកំពុងតែនៅក្នុងមនុស្សលោកប៉ុន្តែទេវលោកក៏យើងធ្លាប់ទៅដែរវិលចុះវិលឡើងវត្តដាក់ហ្នឹងអញ្ចឹងកុំនិយាយរឿងហ្នឹងឲ្យយូរគ្រាន់ចង់បញ្ជាក់ថាមានអីដាក់នឹងទៅកុំឲ្យតែដាក់របស់ខុសរឿងមានអាខ្លះយកមន់យកអីរៀបចំដូចពេយកទៅដាក់អាលកមន់ប្រឈមមន់ស្លាបសងខាងអីរបៀបដូចពេកាត់គ្រោះកាត់អីទៅទៀតយកមកដាក់កន្លែងទទួលទេវតាមកឡប់ឃើញគ្រូគ្រាគេនឹងខាងគ្រូខាងព្រហ្មញ្ញសាសនាហ្នឹងឥឡូវមកបញ្ជាក់រឿងព្រហ្មញ្ញហ្នឹងតិចមិនយើងនិយាយតាមបែបពុទ្ធនិយមមិនអញ្ចឹងណាបើពុទ្ធនិយមមិនតាន់ចប់ទេប៉ុន្តែអ្វីដែលគាត់រៀបគឺតែទឹកស2កែវពុទ្ធមួយអង្គគ្រឿងសក្ការៈបូជាហើយនឹងផ្លែឈើនំនែកតិចតួចអ្វីដែលគាត់មានគាត់ដាក់ទៅហ្នឹងអ្នកពុទ្ធសាសនាណាញោមហើយបន្ទាប់ពីគាត់រៀបមកគាត់ដឹងថាឥឡូវទេវតាចុះមកប្រមាណអ្នកពុទ្ធនិយមទេវតាចុះមកប្រមាណគាត់ស្លៀកពាក់សនាំកូននាំចៅរៀបចំខ្លួនមកអង្គុយមុខទីសក្ការៈហ្នឹងថ្វាយអង្គមព្រះ3បទសិនអិតិពិសោស្វាខាតោសុបរិបណ្ណោណាពុទ្ធគុណធម្មគុណសង្ឃគុណគឺគាត់នមស្ការចប់មួយវគ្គអញ្ចឹងទៅសមាធិឬអង្គុយបត់ជើងចាំដល់ម៉ោងទេវតាចុះនឹងអញ្ចឹងគាត់ដាក់កូនបច្ចុមួយទៅសម័យដូនតាយើងនេះក្រោយសម័យអង្គរនេះគាត់ដាក់កូនបច្ចុមួយមកចាប់ពីមានបច្ចុនឹងហើយណា
จะนอนเมียนvật trụ hơi đấy còn đã côn vật trụ mũi rồi mẹ đáp chăm mơ tiêu đại cho mong màn hãy có là mắt s까 chọc mà bọt hồ hai dân tới chọc côn thòm côn dân tới có chăm đáp mơ ta tiêu đại cho chọc sập cướp có sai mê ta phải chọc cái áo bốc mà đây chi áo bốc đây chi mà đây chi chỉ tá áo po côn chào ơi áo po côn chào khác nơi pe tua tiêu đại chọc nắng kia miên là bó chun mà đại bốc cái không pe nằng nè khác cái ở toàn này cái dầm ngày tí pi cái ngày vềวันbọt ban cái chun phần nè khác chun tăng bị pe nằng từ khả ma tô maiเอาตังไปไงตะบงตัวเทวดาจอบนึงโดนตายเยอะนะเวียนเมียนเรื่องเจ้าในยังเตายุลปัญมามันเอาจะบกจะบอลเล็กเกินไปเจี๊ยใบปดถนิยมคือกอดพื้นจังเราตัวเทวดาดังเทวดาจอบมอจอบให้กอดมาสกายจอบให้เทวดาจอบมอให้คือกอดทรายเมตาจัดจอบสอบกรุ๊ปคือกอดเอาโปโกนจ่ายเลยโกนชนามจักรละโจชนามทวีสมโกนโปรไซเมียนใส่สุดใส่หนึ่งใส่กระไรศกนะปลอกตึกมาตลนึงแดดออกเด็กกาจันนึงดักเลือกบาลโกนเนี่ยติดเตอร์เอาโปโกนจังอ่ะแล้วตามไปปนนิยมเกตตัวจังอ่ะเกเรียบจังโดยมาไปแจกจังนั่นเงียบย้อมใครปนนึงจ้ะอายุบานนะเมียนไอ้ดักนึงเตอร์ก็เอาแต่ดักละบอกเขาเรื่องบ่ดักเชียมเกดักจีวัดเกมอตัวเทวดาไอ้มันเตาเตมันเตาเรื่องเตกมดักใส่เกดักจีวัดเกไอ้นี่มันเตาเตโดนตายยังเมียนตะไคร้เชิญนมในติดตุยเตเด็กกอดดักโดยทำไมยัยมันจังกอดเมียนไอ้ก็ดักนึงเตน่ะหายด่านังโกมน้องโดนตาขมายยังคอยนี่หันนัดโกนตีเนี่ยคลักทุนนมบอดนมไอ้ด่านังเรียบจอมเป็นจานเนี่ยนัดโกนกับไอ้โกนไปแต่จมหอมหมดแตกตีเทียบปัดเตอร์โนปลุกกอดดังฉบับนะถ้าเทวดาขมิ้นมอตัวระบอกนังตีกอดดักนองกัดกรอนในจิกากรบกลปันนังตีเนี่ยกอดดังฉบับนะโดนตายังมันวงเวงโดยยืงตีกูไปเจ๊จังคือครูจะสาวโดนตายังมันวงเวงโดยยืงตีbởi che tầm ven đôi dương chẳng mình thưa và sao tục ở dương rồi ngày như thế quạt mình đôi dương tê bởi che tam bãi priêm để dùng priêm để giống cáiตัวเทวดาระเบียบใหม่ปกเปรียมđể giống cáiเรียบตังไปใบใส่ปมใบธนะปมเปิลธนะตามครูเกยโตยครูเกยทอมยังนะโยมนั่นอ่ะบริษัททอมมาได้บอกเกยยังตัวเรียบใบธนะตัวเนี่ยทอมมาได้ไอ้เนี่ยได้เกยตัวติดตัวเกยด่าปรามธนะตั้งตัวครูเดออจ้าตัวเกยด่าปีนดอกธนะใบธนะไอ้ตามเกยจังตัวปกเปรียมđể giốngเกยมีใบใส่โยมไอ้ยังเนี่ยพุทธศาสนาเอาเลยnhiều chạyจะได้chứ chạyเนี่ยได้ขมายยังงอไงจะโบกจะบอลเอาได้จีchạyเนี่ยได้จีจังตามใบเปรียมนิยมเกมีนตังปีใบใส่ให้บางเกการพุทธศาสนาพ้องเกการครูเคลียพ้องเกการเปรียมนิยมพ้องพุทธนิยมพ้องจังเกลียเนี่ยเกวิเมียนอ่ะเลียเนี่ยเท่าไรโยมนั่นไงวิเมียนอ่ะเลียเนี่ยจังวิเมียนตังใบใส่เมียนตังรูปพุทธยมราได้นั่นไงให้cáiด่าเตียนปรามถูกปรามได้ใบใส่ก็ด่าเตียนปรามถูกปรามก็ด่าบอกซอก็เกดักได้เคยไหมปกเปรียมนิยมเกมีนบอกซอติดบอกซอสำหรับไหนสำหรับไปจอบกรรมวิธีเทวดาจอให้คือกิจองได้เอาโกนเจ้าโปรไซไอเนี่ยพุทธนิยมกรอนแต่เอาโปโกนกรอนเนี่ยตักได้ออกเด็กกาจันยมดัดเลือกบาลโกนปนนังตีนี่มาอย่างยัยตั้งปีสมัยโบราณนะก้าแล้วโยมเหม็นสมัยกรอยนี่ตีสมัยกรอยนี่บัดระเบียบระบอบออกนั่งเอาให้เนี่ยพุทธนิยมกรอนแต่ออกตักได้ดัดเด็กกาจันมาตั้งเอาปีมกเรื่องสการะนั้นไปจอบเทวดาใส่ไก่ให้จอบไก่ให้ดูลูกรูนยัยจังกอดโยตักนั่งมาหมดดักเลียบกับมาโกนเจ้าโปรไซหายเอาโปโกนเจ้าโปรไซโกนเจ้าโปรไซสเปียขมาโตจูนระบอกไม่เอาขนมปีนังเนี่ยคลาเกจำดองไงตีปีไอ้ดอกปกเปรียมนิยมไว้เกเมียนตังปีใบใส่ให้เบลเลียพุทธศาสนาพ้องเกการพุทธศาสนาพ้องเกดารูปพุทธได้ตื้อหนึ่งปัญหาไว้ได้จำนวนข้อคณีจมวยพุทธนิยมปลาตักตั้งออกเด็กกายจันไอ้ปกเปรียมนิยมเกปลาด้อยอ่ำบ่อสอบอกซอตอนเมียนบอกหอไม่ยอมไม่จะนอนต้องเมียนบอกซอบอกหอไม่เกิดเกาเลยก็ดำบอกซอมาดมเราไปเลยตัดต่างๆกี่อดกระบัดมาสกาแต่นะปกเปรียมนิยมอ่ะแบบเปรียมจอมมองกี่อดกระบัดมาสกาพุทธคนทอมคนโดยพุทธนิยมไม่แบบเปรียมนิยมจอมแต่แบบเปรียมนิยมเรียนพุทธนิยมเกณฑ์มาสกาโดยเนี่ยก่อนถ้าไปจอบกรรมวิธีตื้อเทวดาจอให้เก็บทรายเมตตาเกจให้เกจอมบอกซอนั่งเอาโกนเจ้าประเสริฐเกกรุบเนี่ยจังtớiเกเอาปอโดยเนี่ยจังได้ให้เกลียบต้องเมียนใบใส่เมียนระบอกนี่ระบอกนุกเกจตะดะตื้อตามใบเปรียมนิยมกลุ่มใบไปเจ้าที่เมียนเรื่องเจ้าในเกดะหนึ่งเซงติดเตยบิคเนียไซต์แต่เกอดเมียนกำนดนลือฮาวราดะตีกะไหลนั่งโยงกับใบโยมจิกเตะท่ากงชาวหล่อกงเกท่าเจอย่าเจมาเมินปีปอนมาสลัดกันเอาแต่ติงกงเกท่าสไลคิวมากะโลปีเมินปรามปอนกันเอาแต่ติงกงจังเมียนไอดะนั่งตื้อให้บ่อยหล่อทั่วนมช่างตึกนมขมายยืงนมบดนมโกมไอ้นั่งทั่วตะบานโกนเจ้ายืงเมาเลงแต่น้ำเงากอดตึงเป็นวิญมีเมียบองโอนไอ้นั่งบานเงาคือพ่องติ่งได้คิวโยมมาตัวไอ้
1 គីឡូហ្នឹងធ្វើអីកើត25,000ខាតលុយទៅទេបើយើងធ្វើនំអន្សមនំបត់នំគមដាក់ទៅស្អាតបាតហើយផ្ញើបានកូនចៅយើងទុកកោសបានយូរថ្ងៃទៀតវាមានប្រយោជន៍ឃើញទេដាក់អីដាក់ទៅផ្កាភ្ញីគ្រឿងសក្ការៈគ្រឿងកោបផ្សេងហ្នឹងយើងមានអីដាក់ហ្នឹងទៅកុំតែដាក់រឿងមិនគប្បីឥឡូវនេះឃើញកន្លែងខ្លះហ្នឹងសែនដល់ស្រាបៀរទៀតនោះកុំអីក៏ហ្នឹងកុំដាក់អញ្ចឹងនឹងអត់ត្រូវទេមិនគប្បីដែលយើងត្រូវយកស្រាបៀរទៅសែនទេវតាទេទោះបីជាទេវតាមិនទទួលរបស់នឹងដោយពិតប៉ុន្តែបើយើងដាក់ស្រាដាក់បារីនេះណាវាបង្ហាញពីវប្បធម៌អាក្រក់ឲ្យក្មេងកូនចៅយើងជំនាន់ក្រោយដូនតាយើងគេមានដែរពួកគ្រូគ្រានឹងគេដាក់មលូដាក់ស្លាដាក់បារីមានរឿងច្រើនដែលលោកគ្រូបញ្ជាក់ផ្នែកខាងព្រាហ្មណ៍និយមប៉ុន្តែមិនបានបញ្ជាក់លម្អិតទេកុំឲ្យវែងឆ្ងាយហ្នឹងហើយគេដាក់បាយសីផងមលូស្លាបារីនឹងគេដាក់គ្រប់បែបយ៉ាងប៉ុន្តែពុទ្ធនិយមអត់មានញ៉ៃច្រើនទេដោយលោកគ្រូបញ្ជាក់អញ្ចឹងច្បាស់លាស់អ្នកកាន់ពុទ្ធនិយមចំទីគាត់ច្បាស់លាស់របស់គាត់សុំចំណុំពរទី1គឺកុំឆ្លេឆ្លាទៅរករបស់តាមហោរាចំណុំពរទី2កុំដាក់ស្រាដាក់បារីជាគំរូអាក្រក់មិនល្អដល់កូនចៅយើងព្រោះអារបស់ហ្នឹងទី1វាបំផ្លាញសុខភាពវាបង្ហាញពីរឿងមិនល្អក្នុងសង្គមរបស់យើងដឹងហើយជាពិសេសស្រាហ្នឹងគឺបំផ្លាញសតិហើយតែបាត់សតិហើយស្អីគ្រប់យ៉ាងក៏វាវិនិច្ឆ័យវាអន្តរាយចេះតែនាំគ្នាសែណាគ្រឿងចឹងឲ្យទេវតាហ្នឹងបានអាមេឃមិនដឹងថ្ងៃមិនដឹងយប់ភ្លៀងមិនដឹងខែអាណាខែប្រាំងអាណាខែវស្សាយូរអាខែប្រាំងបានភ្លៀងអាខែវស្សាពលរដ្ឋត្រូវការទឹកយកមកធ្វើស្រែអត់ភ្លៀងឧទាហរណ៍និយាយលេងតិចចុះញោមឯងចេះតែសែនអាចឹងឲ្យទេវតាហ្នឹងហើយបានចេះតែក្តៅកាហាយព្រោះសែនអាក្តៅកាហាយឲ្យទេវតាហើយដូនតាគេដាក់ទឹកសឯងក៏ដាក់ស្រាសដាក់ស្រាបៀហើយដាក់អារបស់ក្តៅកាហាយអញ្ចឹងដល់អញ្ចឹងទៅទេវតាឲ្យមកវិញក្តៅកាហាយដែរញោមមើលដេកក៏នៅមិនសុខអាម៉ោង5ល្ងាចក៏នៅតែក្តៅកាហាយតាំងមនុស្សនឹងឆ្លុះទាស់កាប់ចាក់គ្នាអាសែនមិនតាន់ចប់កាប់គ្នាពេញនឹងទៀតអ្នកខ្លះហ្នឹងហើយដោយសារអីឯងវាចេះតែបង្កើតអាធរក្តៅកាហាយក៏ហ្នឹងហើយភ្លៀងមកគាត់តែលឹមផ្ទះបាញ់គោផងដើមនេះដើមនោះដាច់តិចទីអស់ហើយបើសែនតែអញ្ចឹងឲ្យទេវតាវាសម្បងអួរប្រមូលឡប់អស់ទៅហ្នឹងហើយអញ្ចឹងផ្ដល់អាភាពក្តៅកាហាយនោះមកឲ្យយើងវិញដែរនិយាយលេងតិចចុះញោមវាមិនអញ្ចឹងទេគ្រាន់ចង់បញ្ជាក់ថាកុំទៅដាក់ស្រាបៀរកុំទៅដាក់អីយកទៅសែនទេវតាកុំទឹកសមិនមែនស្រាសមិនមែនស្រាបៀរទេចាំទឹកសពីកែវសងខាងមកបានឲ្យស្អាតហើយល្អហើយបើមានទឹកអប់បើយើងមិនមានក្លឹមច័ន្ទអីយកមកអប់ដូចចំណន់ដូនតាយើងឥឡូវនេះមានទឹកអប់ហើយយើងបាញ់ទឹកអប់ដាក់លើទឹកកែវសងខាងហ្នឹងមកហើយផ្តិលមួយមុខហ្នឹងយើងដាក់ផ្កាម្លិះផ្កាអីចឹងទៅហើយយើងអប់ទឹកអប់ពីលើអីចឹងទៅណាទុកសម្រាប់ម៉ែឪហ្នឹងយកមកប្រោះក្បាលកូនចៅប្រុសស្រីយើងណាអាទឹកមកផ្តិលនៅពីមុខហ្នឹងគឺសម្រាប់ប្រោះឲ្យកូនចៅយើងពេលដែលចប់ទេវតាចុះហើយផ្សាយមេត្តាសូត្រធម៌ផ្សាយមេត្តាហើយហ្នឹងគឺដូនតាយើងយកអាទឹកមកផ្តិលពីមុខហ្នឹងឯងយកមកប្រោះឲ្យកូនចៅខ្លួនឲ្យពរកូនចៅខ្លួនចឹងទៅអាហ្នឹងចឹងហាមទី1កុំឆ្លេឆ្លាតាមហោរាគេដាក់អីដាក់ទៅមានអីដាក់ហ្នឹងទៅហាមទី2កុំដាក់ស្រាទទួលទេវតាទឹកសទទួលទេវតាចាំកន្លែងហ្នឹងក្រោយពីទទួលទេវតាចប់បើទេវតាចុះពេលព្រឹកគេនាំគ្នាយកចង្ហាន់ទៅវត្តពេលថ្ងៃទៅរៀបចំកម្មវិធីពូនភ្នំសាច់បំពោះភ្នំសាច់ត្រឡប់មកផ្ទះវិញល្ងាចឡើងសូត្រមន្តទេសនាអីធម្មតាចប់ថតទេសនាទៅមានលបែងពជាប្រៃអីធម្មតាចឹងទៅបច្ចៈថ្ងៃទី2ថ្ងៃវិរៈវណ្ណបតខ្លីចុះកុំឲ្យវែងពេកថ្ងៃវិរៈវណ្ណបតពេលព្រឹកថ្ងៃទី2ហ្នឹងគឺព្រឹកព្រលឹមឡើងដូនតាយើងគាត់តែងរៀបចំនំនែកចេកអំបងណាខោអាវសពុតថ្មីមកសម្រាប់ពីសម្រាប់អីចឹងទៅណានឹងមានខោអាវសពុតថ្មីមកសម្រាប់ពីសម្រាប់ចឹងទៅនំនែកបាយទឹករៀបជា2ចំណែកសម្រាប់ទៅវត្តមួយចំណែកហើយមួយចំណែកទៀតយកបាយទឹកនំចំណែកសពុតអាវថ្មីដែលលោកគ្រូនិយាយមិញហ្នឹងហើយរបស់របរតិចតួចមានតម្លៃអីតិចតួចតាមលទ្ធភាពគ្រួសារមួយចឹងទៅគេយកទៅណាមុនពេលទៅវត្តគេយកទៅជូនម្ដាយឪពុករបស់គេសិនលុតជាគង់បត់ជើងថ្វាយអង្គមជូនរបស់របរទៅម្ដាយឪពុកមុនចប់សពគ្រប់ទទួលពរពីម្ដាយឪពុកហើយបានគេនាំគ្នាដប់គ្នាទៅវត្តបដើគ្នាទៅវត្តគេនាំគ្នាទៅពូនក្នុងសាច់ទៅប្រគេនចង្ហាន់ហើយអីហើយគេនាំគ្នាទៅពូនក្នុងសាច់ទៅហូបបាយហើយក៏នាំគ្នាលេងល្បែងវិជាប្រៃទៅឡប់មកផ្ទះវិញទៅល្ងាចឡើងសូត្រមន្តទេសនាធម្មតាថ្ងៃទី2ចប់ខ្លីប៉ុណ្ណឹងថ្ងៃទី3ដែលជាថ្ងៃវិរៈឡើងស័កនេះថ្ងៃនេះសំខាន់ណាស់កូនចៅប្រុសស្រីឃើញក្នុងពិធីហ្នឹងគឺថ្ងៃមួយសិតតែប្រកបនៃអប់រំកូនចៅប្រុសស្រីទាំងអស់
ក្នុងពិធីមួយហ្នឹងតិចទៀតលោកគ្រូនឹងបញ្ជាក់ថាមូលហេតុអីបានដូនតាយើងដឹកនាំប្រពកម្មវិធីហ្នឹងឥឡូវកុំឲ្យវាច្បុកច្បល់និយាយថ្ងៃទី3ព្រឹកព្រលឹមឡើងគាត់ចាប់ផ្ដើមកាន់ស្រាក់ទៅវត្តហើយដើម្បីឆ្លងបុណ្យសិនសឹកក្នុងសាច់ទៅប្រគេនចង្ហាន់រួចចប់សពគ្រប់ទៅគាត់នាំនេះហូបបាយហូបអីហើយពិធីសំខាន់ចុងក្រោយគេគឺស្រង់ព្រះញោមឃើញគាត់ប្រកបនៃអប់រំ2ទី1យើងនាំគ្នាទៅវត្តគឺស្រង់ព្រះពុទ្ធនៃយើងអ្នកស្រង់ប្រពុតនៅក្រោយលោកគ្រូនោះស្រង់ប្រពុតនៃយើងស្រង់ប្រពុតរួចចប់សពគ្រប់គាត់ផ្សាយមេត្តាដល់គ្នានឹងគ្នាអ្នកមានលទ្ធភាពដូចសិទ្ធិដូចកដុំ2អីចំណន់ដើមក្រោយពេលស្រង់ព្រះហើយគឺគេចែកអំណោយចាស់នឹងនិយាយពីសិទ្ធិនិយាយពីកដុំ2អ្នកមានលទ្ធភាពគេចែកអំណោយគេផ្លាស់ប្ដូរអំណោយគ្នាបើសិនជាមិនមានអ្នកមានលទ្ធភាពច្រើនទេគេផ្លាស់ប្ដូរអំណោយគ្នាផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាមេត្តាឲ្យគ្នាឃើញពិធីមានន័យមានសារៈសំខាន់ណាស់ដូនតាយើងធ្វើចប់ស្រង់ព្រះទៅគាត់ជូនរបស់ផ្លាស់ប្ដូរគ្នាចឹងទៅដូនតាយើងហើយបើសិទ្ធិកដុំ2គេទៅចឹងគេចែកអំណោយតែម្ដងចែករបស់នេះរបស់នោះឲ្យគ្រប់គ្នាចឹងទៅចាស់ក្មេងអីចឹងចប់កម្មវិធីនឹងគេផ្សាយមេត្តាចប់អីទៅគេចែកអំណោយគ្នាផ្ដល់ក្តីស្រឡាញ់ផ្ដល់មេត្តាឲ្យគ្នាចឹងទៅចប់សពគ្រប់ទៅអ្នកណាគេនៅលេងល្បែងជាព្រៃក៏នៅទៅអ្នកណាគេមិននៅទេគេឡប់ទៅផ្ទះគេវិញភាកច្រើនគឺចប់កិច្ចហើយគេត្រឡប់ទៅផ្ទះគេវិញដើម្បីអីដើម្បីបញ្ញាប់ទៅជួបជុំបងប្អូនគេដែរថ្ងៃឆ្លងហ្នឹងគេទៅដល់ផ្ទះគេរៀបចំជួបជុំបងប្អូនគេដើម្បីស្រង់ព្រះរស់ម្ដងខ្ញុំឃើញទេមានតម្លៃណាស់ពិធីដែលគាត់ធ្វើនឹងយើងបើអាត្មាមានពេលវេលាបញ្ជាក់លំអិតប៉ុនកុំឲ្យវាវែងពេកណាគ្រាន់តែត្រុសខ្លីប៉ុណ្្នឹងញាតិញោមអាចក្តោបយកសេចក្តីយកអត្តន័យមកផ្លាយចូលក្នុងជីវិតរបស់យើងធ្វើឲ្យវាមានប្រយោជន៍បានណាអញ្ចឹងថ្ងៃទី3ហ្នឹងក្រោយពេលចប់កម្មវិធីនៅវត្តចប់ចែកទានចប់អីចប់សពគ្រប់អស់គាត់នាំគ្នាទៅផ្ទះជួបជុំបងប្អូនកូនចៅរបស់គាត់ពេលដែលទៅដល់ផ្ទះគាត់ជួបជុំបងប្អូនកូនចៅរបស់គាត់ចាប់ផ្ដើមរៀបចំអប់ទឹកដោយក្លឹមច័ន្ទបើយើងសម័យនេះយើងមិនមានផ្កាច័ន្ទមិនមានក្លឹមច័ន្ទយើងអប់ដោយទឹកអប់ដោយផ្កាម្លិះចឹងមកយើងយកទឹកហ្នឹងមកស្រង់ព្រះរស់គឺស្រង់ម៉ែឪយើងងូតទឹកជូនមេដាបិតាយើងឲ្យវន្ទាកម្មាទោសរួចចប់សពគ្រប់ជូនបាយជូនទឹកជូននំជូនចំណីជូនខោជូនអាវជូនលុយជូនកាក់ជូនអ្វីតាមអធិស្ឋានរបស់កូនរៀងខ្លួននឹងគ្រប់គ្នាផ្ដល់ក្តីស្រឡាញ់អោបថើបជួបជុំម្ដាយឪពុកសុំពរសុំជ័យពីម៉ែឪចឹងទៅម៉ែឪឲ្យពរឲ្យជ័យសពគ្រប់ទៅបានគេបែកពីម្ដាយឪពុកទៅគេនាំគ្នាជួបជុំបងប្អូនគេចឹងទៅសបាយរីករាយតាមបែបប្រជាប្រិយគេលេងល្បែងប្រជាប្រិយខ្មែរយើងចឹងទៅជួបជុំគ្នាចឹងទៅភាគច្រើនអត់មានរំមានច្រៀងអីទេជំនាន់បុរាណនោះមានតែលេងអើតលេងល្បែងប្រជាប្រិយយើងរបៀបបែបចាស់បុរាណគាត់សបាយរបៀបគាត់ចឹងទៅអត់មានប៉ះពាល់ផលប្រយោជន៍ហើយក៏អត់ខាតបងផលប្រយោជន៍ហើយក៏មិនខាតបងប្រវេណីជាតិដែរហើយក៏មិនដែលកើតទុកដែរលបែងប្រជាប្រិយដែលគាត់លេងហ្នឹងគឺមិនដែលកើតទុកទេតែលបែងយើងរាល់ថ្ងៃនេះតែមិនស្រួលកើតទុកប៉ាតខ្វេះកវលដាច់ពីកជាប៉ាតខ្វេះខ្សែកដាច់កហើយវាខាតប្រវេណីជាតិខាតរបៀបរបបខាតសីលធម៌ខូចតាំងពីសីលធម៌ប្រវេណីណានឹងខ្លួនយើងជាស្ត្រីកូនណាយកូនពិចារណាម៉ែយើងបកើតមកហូរឈាមទាំងធ្លុកតាំងពីក្នុងផ្ទៃរហូតដល់ចាក់ចេញផ្ទៃ8 10 9 10តម្រាំតែធំលុបថ្នមសម្អោចមួយវាលើមិនបានទេអ្នកណាមកប៉ះពាល់កូនគាត់មិនបានទេកុំថាឡើយដល់ប៉ះពាល់ផ្លូវកាយតែពាក្យសម្ដីលើក្រោមមិនល្អដាក់កូនគាត់ក៏គាត់មិនសប្បាយចិត្តដែរម៉ែឲ្យយើងដែលស្រឡាញ់យើងស្មើដោយកែវភ្នែកដែលចាត់ទុកយើងជាជីវិតរបស់គាត់ហើយយើងយករូបរាងកាយដែលគាត់ខំប្រឹងថែរក្សាថ្នាក់ថ្នមយើងយកទៅឲ្យមនុស្សដែលមិនស្គាល់គ្នាសោះបងបោះអង្អែលគេកាន់គេប៉ះគេចាប់មិនគប្បីបង្ហាញក្នុងទីសាធារណៈមិនគួរគប្បីក្នុងខ្លួនយើងជាខេមរៈជាតិនោះទេលោកគ្រូមិនបញ្ជាក់ចូលប៉ះពាល់រឿងនឹងច្រើនទេជាសិទ្ធិសេរីភាពរបស់កូនគ្រប់គ្នាប៉ុន្តែយើងគប្បីគិតឡើងវិញថាអ្វីដែលគួរនិងអ្វីដែលមិនគួរណាចឹងរបៀបនៃការប្រពកម្មវិធីចូលឆ្នាំហ្នឹងយើងប្រពឲ្យត្រូវគឺយើងធ្វើតាមបែបបបបុរាណរបស់យើងដោយលោកគ្រូលើកមកសង្ខេបប៉ុណ្ណឹងយើងអាចអាប់ផ្លាយមកជីវិតរបស់យើងបានហើយយើងប្រពរបៀបម៉េចដើម្បីឲ្យវាចំណេញប្រយោជន៍ផងចំណេញប្រវេណីជាតិសម្រាប់ខ្លួនយើងផងសម្រាប់គ្រួសារយើងផងសម្រាប់សង្គមជាតិយើងផងណាដូចពាក្យមួយគេថាបន់ចូលឆ្នាំថ្មីសេរីមង្គលតែបើឃើញយល់សង្វេគអស្ចារ្យជុំគ្នាលេងបៀទទួលទេវតាខ្លែងសាច់ផឹកស្រាទទួលឆ្នាំថ្មីកំមុំគប់ទឹកតម្រង់កំឡោះបរោះបន្លំចាប់ប៉ះស្រីគប់កិច្ចចុះឡើងជួបនឹងគ្រោះភ័យទៅចូលឆ្នាំថ្មីប្រពៃត្រង់ណាបនចូលឆ្នាំថ្មីដែលប្រពៃពិតជួបជុំញាតិមិត្តមេដាបៃតាទៅវត្តស្រាប់ប្រសងសម្ដែងធម៌ទេសនាជួបជុំញាតិមិត្តមេដាបៃតាចម្រើនមេត្តាដល់គ្នានឹងគ្នានោះទៅហៅថាបនចូលឆ្នាំថ្មីណា
គឺយើងមកចម្រើនមេត្តាដល់គ្នានឹងគ្នាជាមួយញាតិមិត្តបងប្អូនកូនចៅយើងជួបជុំបងប្អូនយើងផ្ដល់ក្តីស្រឡាញ់ឲ្យគ្នានឹងគ្នាទៅវត្តស្ដាប់ព្រះសង្ឃសម្ដែងពធទេសនាយើងនាំគ្នាជួបជុំលេងល្បែងប្រជាប្រិយតាមបែបដូនតាយើងសប្បាយរីករាយជុំគ្នាតាមល្បែបការផ្ដល់មេត្តាដល់គ្នានឹងគ្នាដោយមិនមានសេចក្តីទុក្ខឲ្យគ្នានឹងគ្នាគោលបំណងគាត់ធ្វើគឺសំខាន់ណាស់កិច្ចទី1ដែលគាត់ត្រូវធ្វើពិធីហ្នឹងគឺទី1ដើម្បីបណ្ដុះសាមគ្គីភាពរវាងគ្នានឹងគ្នាយើងទៅវត្តជួបតាំងពីញាតិចិត្តញាតិឆ្ងាយមីងមាបងប្អូនកូនចៅសាច់ញាតិមកពីណាជួបជុំគ្នាទាំងផ្ទះផងទាំងទីអារាមផងទាំងក្នុងស្រុកក្នុងភូមិផងគឺយើងផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាហ្មងដូនតាយើងពីដើមគឺយើងថ្ងៃចូលឆ្នាំគឺយើងសប្បាយរីករាយណាយើងផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាមានរបស់របរចែករំលែកគ្នាទៅវិញទៅមកគឺសប្បាយហ្នឹងហើយទី1ខ្លីប៉ុណ្ណឹងបណ្ដុះសាមគ្គីភាពយើងដឹងអត្តន័យហេតុអីបានដូនតាយើងប្រកកម្មទីហ្នឹងមានប្រយោជន៍អីខ្លះទី1បណ្ដុះសាមគ្គីភាពទី2ដើម្បីថែរក្សាប្រវេណីទំនៀមទម្លាប់ដូនតាយើងតាំងពីបុរាណកាលមកដូចអាត្មាបញ្ជាក់អញ្ចឹងវាមិនមែនតែមកកើតទេណាវាកើតតាំងពីសតវត្សទី7មកម្លេះនឹងអាចមុននឹងផងតាំងពីសតវត្សទី7មកណាក្នុងពុទ្ធសករាជ1181មកគ្រិស្តសករាជ637មកដែលមានក្នុងសាលាចរិតក៏មានក្នុងវចនានុក្រមភាគ1វចនានុក្រមមុនភាគ1ក្នុងទំព័រ152ក៏មានបញ្ជាក់ដែរអញ្ចឹងគឺយើងថែរក្សាប្រវេណីទំនៀមទម្លាប់របស់យើងតាំងពីសម័យបុរាណកាលមកផងដើម្បីបុណ្យកុសលផងទី1បណ្ដុះសាមគ្គីភាពទី2ថែរក្សាប្រវេណីទី3ដើម្បីបុណ្យកុសលហើយបុណ្យកុសលនឹងបានទាំងពីរផ្នែកសម្រាប់មេត្តាបិតាញាតិការរបស់យើងដែលស្លាប់ទៅផងនិងសម្រាប់ជាកិច្ចបុណ្យកុសលសម្រាប់ខ្លួនយើងគ្រប់គ្នានេះផងទី4ដើម្បីបណ្ដុះចិត្តគំនិតមនុស្សឲ្យរលឹកទៅនៅគុណមានពុទ្ធគុណផងធម្មគុណផងរលឹកដល់គុណប្រសងផងមួយឆ្នាំជួបជុំគ្នាទៅថ្វាយចង្ហាន់ទៅផ្ដល់មេត្តាទៅជុំគ្នានៅវត្តរៀងខ្លួនចឹងទៅតាមទីអារាមរៀងខ្លួនផងនិងបណ្ដុះគុណជាមួយម្ដាយឪពុកយាយតាផងគ្រូបាអាចារ្យផងណាជំនាន់ដើមគេមិនមែនជូនតែរបស់របរទៅម្ដាយពុកទេអាត្មានិយាយរំលងផងសំបីតគ្រូបាអាចារ្យដែលបង្ហាត់បង្រៀនតកោរៀនច្បងអីហ្នឹងក៏ប្អូនហ្នឹងត្រូវជូនរបស់ទៅបងកូនហ្នឹងត្រូវជូនរបស់ទៅម្ដាយសិស្សហ្នឹងត្រូវជូនរបស់ទៅគ្រូបើមិនបានជូនអីក៏នាំគ្នាទៅផ្ទះជែកមួយស្និតរបស់របរតិចតួចចឹងទៅសួរសុខទុក្ខចឹងទៅជម្រាបសួរចឹងទៅឃើញទេគឺបដោះចិត្តគំនិតមនុស្សឲ្យដឹងគុណក្នុងថ្ងៃចូលឆ្នាំហ្នឹងទី1បដោះសាមគ្គីទី2ដើម្បីថែវប្បធម៌ប្រពៃណីទី3ដើម្បីបុណ្យកុសលទី4ដើម្បីការរលឹកដល់គុណនៃបរតនត្រ័យទាំង3និងបណ្ដុះចិត្តគំនិតមនុស្សឲ្យគោរពគុណឲ្យដឹងគុណម្ដាយឪពុកបងប្អូនមីងមាគ្រូបាអាចារ្យហើយទី5ដើម្បីអបអរសាទរនៃការទទួលផលថ្មីយើងអត់និយាយពីការចូលឆ្នាំរបស់យើងកាលពីមុនចូលខែ1យើងយកដំណើរចន្ទគតិណាយើងនិយាយពីត្រឹមសម័យអង្គរមកដែលយើងយកតាមដំណើរសូរិយគតិគឺយើងចូលខែចែកយើងអត់យកអាចចូលខែមករាទេអញ្ចឹងពេលចូលខែចែកនេះគឺខែដែលយើងទើបតែទទួលផលថ្មីហើយអញ្ចឹងយើងទើបទទួលផលថ្មីហើយយើងអបអរសាទរនៃការទទួលផលឆ្នាំថ្មីរបស់យើងទទួលផលផ្លែផ្កាឈើនំនែកចេកដំបងទទួលផលស្រូវអីអញ្ចឹងណាយើងទើបតែប្រមូលផលហើយអបអរសាទរសប្បាយរីករាយនឹងការទទួលផលរបស់យើងទី5ឃើញទេទី6ដើម្បីបង្កើតកម្មវិធីសប្បាយរីករាយបែបវប្បធម៌ប្រពៃណីខ្លួនមានតាំងពីការប្រកួតក្បាច់គុនតាមរបៀបបុរាណជំនាន់សម័យអង្គរចូលចិត្តនិយមការប្រកួតក្បាច់គុនសម័យអង្គរយើងចូលចិត្តណាស់ដូនតាយើងគឺចូលឆ្នាំឡើងយើងចូលចិត្តជុំគ្នាប្រកួតក្បាច់គុនអត់មានជលមន់ទេញោមហ្នឹងហើយអត់មានណាគេលេងជលមន់ទេកុំណានិយាយពីប្រកួតក្បាច់គុនសបាយលក្ខណៈបែបណាដូនតាយើងហោស្រីចូលចិត្តបោះឈូងចូលចិត្តបោះអង្គុញចូលចិត្តដដើមផ្លឹកឈើចូលចិត្តទាញប្រត់អីចឹងទៅនឹងវាយក្អមចឹងទៅប្រុសចូលចិត្តប្រកួតក្បាច់គុនចូលចិត្តឡើងតសខ្លាញ់អីចឹងទៅនឹងលេងតាមរបៀបបុរាណយើងចឹងទៅសបាយបង្កើតកម្មវិធីសបាយទី6បង្កើតកម្មវិធីសបាយបែបប្រវេណីមួយឆ្នាំម្ដងជួបជុំគ្នាហើយទី7គឺសំខាន់បំផុតគឺដើម្បីបណ្ដុះមនុស្សឲ្យទទួលបានការអប់រំតាមបែបពុទ្ធសាសនាផងតាមបែបប្រវេណីរបស់ខ្លួនផងដោយប្រកបនៃអប់រំផ្សេងដូចអាត្មាបញ្ជាក់មិញចឹងណានឹងដែលគេមកចូលឆ្នាំគឺគេទៅស្ដាប់ធម៌គេទៅចម្រើនមេត្តាដល់គ្នានឹងគ្នាគេយល់អំពីអត្តន័យនៃសេរី3ប្រការទាំង3មានអត្តន័យយ៉ាងម៉េចឃើញទេដូនតាយើងគាត់ធ្វើពិធីមួយមានតម្លៃណាស់មានខ្លឹមសារណាស់តែយើងគ្រប់គ្នាចេះតែយល់ច្រឡំពីប្រវេណីរបស់យើងទៅនាំគ្នាប្រព្រឹត្តរឿងផ្សេងដែលមិនគប្បីយើងនាំគ្នាគិតឡើងវិញពិចារណាឡើងវិញទាំងអស់គ្នាខំប្រឹងដាស់តឿនកូនចៅប្រុសស្រីយើងបញ្ញាក់ស្មារតីខំប្រឹងសិក្សារៀនសូត្រគិតពីសុខភាពគិតពីគ្រួសារគិតពីសង្គមជាតិ
គ្រប់ព្រះអង្គគ្រប់គ្នាពីនេះតទៅគឺគ្មានអ្នកណាជួយយើងបានគ្មានអ្នកណាស្រឡាញ់យើងជាងយើងជាតិសាសន៍យើងទេមានតែខ្មែរនឹងខ្មែរគ្នាយើងទេដែលចេះស្រឡាញ់គ្នាដែលអាចជួយគ្នាបានគ្មានជាតិសាសន៍ណាគេមកជួយយើងបានទេគ្មានអ្នកណាស្រឡាញ់យើងជាងខ្មែរនឹងខ្មែរគ្នាយើងនឹងទេឧបមាដូចគ្រួសារយើងស្រឡាញ់គ្រួសារយើងប៉ុណ្ណាទោះបីយើងស្រឡាញ់អ្នកដតីយ៉ាងម៉េចក៏អ្នកដតីគេក៏យើងមានចិត្តនឹងមិនដល់គ្រួសារយើងដែរឧបមាមកជាតិយើងវិញគេមកលន់តួយើងគេមករាប់អានយើងយ៉ាងម៉េចក៏ក្នុងចិត្តគេមិនត្រង់ដូចគ្នាយ៉ាងដូច្នោះដែរចឹងមានតែយើងខ្មែរនឹងខ្មែរគ្នាឯងទេដែលចេះស្រឡាញ់គ្នាដែលគប្បីថែរក្សាប្រវេណីទំនៀមទម្លាប់ប្រទេសជាតិទឹកដីខ្លួនយើងដោយខ្លួនយើងសាមគ្គីគ្នាស្រឡាញ់គ្នាសហការគ្នាព្រមព្រៀងគ្នាសូមជូនពរឆ្នាំថ្មីប្រកាសណាគុណចាស់គ្រប់ព្រះអង្គញាតិញោមប្រុសស្រីគ្រប់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាណាសូមរួចផុតจากទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនា